តែតងជាមួយនឹងកិច្ចការនេះយើងដឹងហើយថារឿងសាំងនេះគឺជាធម្មភាពមួយឬក៏ជាកត្តាលិករមួយដ៏ខ្លាំងដែលជំរុញឬក៏ទាញឲ្យឡើងថ្លៃនៅប្រភេទមុខទំនិញសពសារពើទាំងអស់ហើយមិនមែនតែសម័យឥឡូវទេសម័យមុនក៏ដូចគ្នាដែរឲ្យតែថ្លៃឡើងថ្លៃសាំងថ្លៃប្រេងនឹងឡើងហ្នឹងគឺអ្វីហ្នឹងគឺឡើងទាំងអស់ហើយជាមួយគ្នាហ្នឹងគឺថាហ្គាសបាទហើយនឹងទំនិញផ្សេងគឺទៅតែម្ដងហើយគេអាចនិយាយថាសង្គ្រាមហើយតម្លៃប្រេងណាខ្លះទៅធ្វើឲ្យសេដ្ឋកិច្ចយកកណ្ដឹងធ្វើជាឧបករណ៍នៅក្នុងនយោបាយសេដ្ឋកិច្ចរបស់ខ្លួននឹងផងដែរប៉ុន្តែស្ថានភាពឥឡូវនេះជាស្ថានភាពមួយដែលបញ្ចូលគ្នារវាងបញ្ហាភូមិសាស្ត្រនយោបាយបញ្ហាឥទ្ធិពលបញ្ហាសេដ្ឋកិច្ចអញ្ចឹងច្រឡំគ្នាទៅធ្វើឲ្យស្ថានភាពឬក៏សន្តិភាពពិភពលោកនឹងប្រែប្រួលឬក៏បែកជាកង់ជាដុំទៅក្នុងប្រព័ន្ធទំនាក់ទំនងនៃសេដ្ឋកិច្ចសកលដែលធ្វើឲ្យដំណើរការផលិតកម្មសកលហ្នឹងក៏មានការប្រែប្រួលហើយវារត់ទៅរកគេថាមេរៀងខ្លួនណាបាទនេះមេបាទនេះបពពួកបាទនេះក្រុមរបស់ខ្លួនអញ្ចឹងវាធ្វើឲ្យមានការលំបាកច្រើនហើយអ្នកដែលលំបាកជាងគេហ្នឹងគឺប្រជាពលរដ្ឋនៅក្នុងភពផែនដីយើងហើយមិនមែនថាប្រទេសយើងទេនឹងស្ថានភាពបែបនេះហើយពីមុនឡើយគឺយើងជួបនៅវិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែនយើងនឹងឲ្យថាប្រទេសរុស្ស៊ីជាសមាជិក OPEC Plus នឹងក៏មានផលប៉ះពាល់មួយចំនួនទៅដល់ប្រជាជននៅអឺរ៉ុបបាទមួយចំហៀងអឺរ៉ុបហ្នឹងគឺមានបញ្ហាម្ដងដែរហើយស្ថានភាពហ្នឹងឯងគឺភាពតានតឹងគ្នានៃនៅក្នុងប្រព័ន្ធក្រុម OPEC ហ្នឹងក៏ជាក៏មិនទាន់នឹងស្រាក់ស្រានប្រហែលដែរទេហើយអញ្ចឹងដល់ពេលប៉ះចំអ៊ីរ៉ង់ឬក៏ផលប៉ះពាល់ឬក៏បញ្ហាទាំងឡាយដែលប៉ះចំប្រទេសអ៊ីរ៉ង់ដែលជាក្រុមផលិតប្រេងដ៏ធំនៅក្នុងមជ្ឈមបូព៌ាហ្នឹងធ្វើឲ្យស្ថានភាពសកលហ្នឹងគឺកើតឡើងហើយបើសិនជាត្រឹមតែប្រទេសមួយអ៊ីរ៉ង់ខ្លួនឯងមិនជាបញ្ហាអីទេក៏ប៉ុន្តែវាប៉ះដល់ទៅបណ្ដាប្រទេសទាំងឡាយនៅក្នុងសមាជិក OPEC ហើយជាប្រទេសដែលជាតំបន់ដែលផលិតប្រេងហើយដែលត្រូវធានានៅសន្តិសុខដែលត្រូវធានានៅគេថាសន្តិសុខប្រេងហ្នឹងឲ្យបានមាំទាំពិភពលោកមិនគួរឲ្យបង្កឲ្យកើតមាននៅក្នុងតំបន់មជ្ឈមបូព៌ានេះហើយយើងដឹងទាំងអស់គ្នាថាតំបន់មជ្ឈមបូព៌ាគឺជាប្លុកនៃប្រទេសឬក៏សមាជិក OPEC ដែលជាប្រទេសអ្នកនាំប្រេងផលិតប្រេងនិងនាំប្រេងចេញទៅកាន់ពិភពលោកអញ្ចឹងដូចយើងទៅកាត់ដង្ហើមអញ្ចឹងណាហើយអញ្ចឹងនៅពេលដែលសភាពការមួយដែលរុញច្រានឲ្យប្រទេសអ៊ីរ៉ង់តច្រកអញ្ចឹងប្រទេសអ៊ីរ៉ង់ត្រូវតែបញ្ចេញនៅសិទ្ធិនៅឥទ្ធិពលអំណាចរបស់គេដើម្បីទប់ទល់នឹងសភាពការអញ្ចឹងគេមិនអាចឈរដៃឲ្យគេវាយតប់នៅឈរនៅស្ងៀមឲ្យគេទន្ទ្រានអញ្ចឹងអ្វីដែលខ្លួនអាចធ្វើបានត្រូវតែធ្វើក្នុងស្ថានភាពបែបហ្នឹងដែលធ្វើឲ្យស្ថានភាពនឹងឯងវាចេះតែវឹកវរធំទៅជាក់ស្ដែងយើងមើលនៅសមុទ្រអូម៉ូសដែលច្រកតែចេញចូលសមុទ្រអូម៉ូសណាដែលធ្វើឲ្យអសន្តិសុខនៅតំបន់ហ្នឹងទៅហើយអ៊ីរ៉ង់បានជាអ្នកកាន់កាប់នៅតំបន់នោះផងដែលធ្វើឲ្យការដឹកចេញទាំងឡាយពីមជ្ឈមបូព៌ាទៅកាន់បណ្ដាប្រទេសផ្សេងហ្នឹងទឹកប្រេងចេញណាអញ្ចឹងវាមិនអាចដឹកទៅកើតវាអសន្តិសុខបាទខ្លាចទៅខ្លាចមកណាបើសិនជាការដឹកចេញចូលហ្នឹងឯងទៅជាដឹកប្រេងចេញដឹកអាវុធចូលអញ្ចឹងតំបន់នេះឯងវាខ្លាយទៅជាបញ្ហាហើយអ៊ីរ៉ង់ក៏បានគិតឲ្យស្រេចដែរពីបញ្ហាទាំងអស់ហ្នឹងអានេះគឺជារបៀបបរិយានៃការធ្វើសង្គ្រាមប្រឆាំងឬក៏តបតជាមួយនឹង
អ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកហ្នឹងឯងបានប្រកាសជាហូរហែបាទអាហ្នឹងហើយតែយើងប្រទេសមហាអំណាចហើយនឹងប្រទេសអ៊ីស្រាអែលហ្នឹងគឺជាអ្នកបង្កទៅខ្លួនឯងដែលធ្វើឲ្យបញ្ហាហ្នឹងវាឡើងភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំងវាធ្វើឲ្យប៉ះពាល់ដល់ទៅជីវភាពរស់នៅរបស់ប្រជាជននៅក្នុងពិភពលោកតែម្ដងបាទហើយដែលឡែកកម្ពុជាយើងរងផលប៉ះពាល់ពីបញ្ហាហ្នឹងជាបន្តហើយក្នុងស្ថានភាពដែលយើងដែលសេដ្ឋកិច្ចនៅក្នុងប្រទេសយើងក៏ត្រូវបានព្យាករណ៍កំណើនទម្លាក់នៅក្នុងរង្វង់5ចុចបាទនៅក្នុងឆ្នាំ2026នេះផងហើយមិនមែនតែកម្ពុជាទេការព្យាករណ៍ទម្លាក់កំណើនទម្លាក់ទាំងអស់ហ្នឹងគឺសឹងតែជុំវិញពិភពលោកលើកលែងតែប្រទេសមួយចំនួនតូចបាទដូចជាប្រទេសវៀតណាមដូចជាប្រទេសអីហ្នឹងគឺគេនៅតែមានមោទនភាពបាទហើយគេកើឥឡូវនេះវាស្របដល់កម្ពុជាយើងគឺជាអ្នកដែលប្រើប្រាស់ប្រេងហើយនាំប្រេងចូលទាំងស្រុងបាទយើងអត់មានផលិតបានដោយនៅជាប់ប្រទេសជិតខាងយើងដូចជាវៀតណាមឬប្រទេសថៃគេស្លគេឆ្នៃគេវារងចាក់ប្រគេណាតែឡើយកម្ពុជាយើងគឺនាំទាំងស្រុងតែម្ដងពីបណ្ដាប្រទេសផ្សេងជុំវិញលោកដើម្បីមកប្រើប្រាស់តម្រូវការនៅក្នុងប្រទេសកម្ពុជាអញ្ចឹងសិទ្ធិស្តុករបស់យើងក៏នៅមានកម្រិតអញ្ចឹងបើសិនណាយើងអ្នកនាំប្រេងដឹកប្រេងចូលមិនបានមកលក់ឲ្យយើងមានលុយហើយយើងទិញមិនបានអញ្ចឹងជាវិបត្តិធំបាទអញ្ចឹងហើយបានរដ្ឋមានប្រធានការផ្សេងក៏ដូចជារដ្ឋសហការជាមួយនឹងក្រុមហ៊ុនដែលលក់ប្រេងនៅកម្ពុជាគឺថាយើងកម្រិតបរិមាណប្រេងចំនួនប្រេងដែលលក់ចេញដើម្បីពន្យាពេលពជាស្ថានភាពមួយចំនួនដើម្បីឲ្យការប្រើប្រាស់ឬក៏សិទ្ធិប្រេងរបស់យើងអាចធានារយៈពេលណាមួយនោះបានបាទឧទាហរណ៍ថាសរុបទូទាំងប្រទេសយើងសិទ្ធិប្រេងរបស់យើងបានក្នុងរង្វង់1ខែខ្ញុំឧទាហរណ៍អញ្ចឹងហ្នឹងគឺយើងប្រើពេញបន្ទុកករណីបញ្ហាមានក្នុងរយៈពេលកន្លះខែទៅជិត1ខែអញ្ចឹងយើងអាចប្រើប្រាស់បានដែលអត់មាននាំប្រេងមកបំពេញបន្ថែមគឺយើងមានរយៈពេលតែប៉ុណ្្នឹងឯងមួយខែអស់អញ្ចឹងអស់តើយើងបានប្រេងពីណាបានអ្វីមកបង្គ្រប់ដើម្បីប្រើប្រាស់លក់បន្តទៅទៀតហ្នឹងអញ្ចឹងវាធ្វើឲ្យផលិតកម្មប្រព័ន្ធផលិតកម្មហ្នឹងវាទាំងស្ទះវាធ្វើឲ្យបញ្ហាផ្សេងៗកើតមាននៅរែងដំណើរការផលិតការដឹកជញ្ជូនផ្សេងសិទ្ធិគេហៅថារែងសារពើភស្តុភារកម្មផ្សេងវាអាចធ្វើឲ្យរាំងស្ទះអញ្ចឹងបានជាយើងមានការត្រូវតែមានហើយមានផែនការច្បាស់លាស់បន្ថែមទៀតរីឯផែនការទាំងអស់ហ្នឹងគឺក៏ត្រូវតែមានការរួមចំណែកពីប្រជាពលរដ្ឋកម្ពុជាយើងហ្នឹងខ្លះដែរកិច្ចការខ្លះដែលមិនចាំបាច់កិច្ចការខ្លះដែលមិនមានសារៈសំខាន់បាទគឺយើងជៀសវាងការចំណាយការពន្យាពេលការធ្វើដំណើរឬក៏ការដែលយើងមែនតើគឺការចំណាយទាំងឡាយដែលមិនមានផលប្រយោជន៍សេដ្ឋកិច្ចណាគឺយើងត្រូវគិតគូរឲ្យបានមែនតើហើយរដ្ឋថាវិបាលនៅក្នុងពេលនេះគឺភារៈរបស់រដ្ឋាភិបាលគឺមានតែផ្សព្វផ្សាយហើយបង្ហាញពីភាពពិតនៃស្ថានភាពមួយតកតងជាមួយនឹងរឿងធម្មពលនេះហើយបានជាក់លាក់បានច្បាស់លាស់ហើយទៅដល់មហាជនជាទូទៅហើយនឹងកណ្ណាបើសិនជាយើងអត់មានផែនការច្បាស់លាស់វាបញ្ហាកើតមានភារៈហ្នឹងគឺគេបន្ទោសដល់ទៅរដ្ឋហើយបាទប្រជារាស្ត្រគឺលោកថាយើងជាអ្នកដឹកនាំហ្នឹងបានគិតគូរឲ្យមួយទៀតចលនាដែលក្នុងការប្រើប្រាស់ដែលអគិសនីបាទអាហ្នឹងក៏ជឹងត្រូវបានលើកកម្ពស់លើកស្ទួយហើយមានគោលនយោបាយយ៉ាងម៉េចយើងត្រូវសិក្សារយៈពេលវែងតើទៅលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់អគុយឬក៏យ៉ាងម៉េចដោយសារយើងមានអគិសនីដែលដើរដោយភ្ជុំថ្មឬក៏ដើរដោយ
ចរន្តទឹកឬក៏ដើរដោយខ្យល់ជាដើមហ្នឹងយើងមានអញ្ចឹងបើសិនណាយើងអាចលើកពុនលើកលែងពុនម៉ូតូអគ្គិសនីនឹងឲ្យប្រជាជនប្រើប្រាស់អានឹងក៏ជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលទៅគិតឲ្យហើយបាទអាចមានផលចំណេញច្រើនហើយមិនប៉ះពាល់ខ្លាំងដល់ទៅប្រព័ន្ធការងារបាទហើយនេះគឺជាចំណុចសំខាន់ជារៀងដែលយើងដឹងហើយយើងមើលឃើញស្ថានភាពហ្នឹងឯងនឹងប្រហែលជានឹងមិនមែនអូសបន្លាយរយៈពេលខ្លីទេនឹងអូសបន្លាយរយៈពេលវែងអញ្ចឹងនឹងរដ្ឋយើងត្រូវគិតគូររយៈពេលវែងបែបហ្នឹងត្រូវធ្វើផែនការជាកររយៈពេលវែងដើម្បីធានានៅដំណើរការអញ្ចឹងក្រៅពីនោះចង់បញ្ជាក់ថាការដឹកជញ្ជូនចេញការដឹកជញ្ជូនចូលផ្សេងៗហ្នឹងគឺថាទុកយើងប្រើតែជារឿងសំខាន់ដែលយើងអាចលេងបានបាទហើយនេះគឺជាអ្វីដែលកើតមានចំពោះមុខហើយជៀសវាងដែលយើងគិតហើយរដ្ឋាភិបាលគិតប្រកបវិជាយើងអាចកាត់បន្ថយនៅ subsidy មានថាការចំណាយរបស់រដ្ឋណាទៅលើការទប់នៅបញ្ហាថ្លៃប្រេងនេះជំនួសឲ្យប្រជាពលរដ្ឋបានមួយផ្នែកដែរហើយគណៈយើងអត់បានគិតឬក៏យើងគិតដែរគិតមិនដល់វាបញ្ហាខ្ញុំជឿជាក់ថានឹងកើតមានហើយបាទហើយចាប់ដើមគ្រាន់តែសង្គ្រាមមួយអាទិត្យជាងអតិពលចាប់ដើមជះមកហើយបាទចាប់ដើមជះអញ្ចឹងស្ថានភាពហ្នឹងឯងនឹងកាន់តែធ្ងន់ធ្ងរហើយទំនិញសុបសារពើហ្នឹងក៏ដូចគ្នាដែរអ្នកពាក់ព័ន្ធទាំងឡាយនៅក្នុងការនាំទំនិញចូលក៏គួរតែគិតពិចារណាដែរហើយជៀសវាងការដែលបដិបដោយហើយឲ្យឈ្មួញមួយចំនួនឆ្លៀតឱកាសយកផលចំណេញហួសហេតុនៅក្នុងអន្តរការដែលយើងកំពុងតែជួបវិបត្តិហើយការងារផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងការបង្កើតឬក៏ការធ្វើអ្វីដែលមិនចាំបាច់គួរយើងអាចគិតគូរដែរហើយចំណុចនេះគឺជាចំណុចក៏ជាចំណុចសំខាន់មួយដែលយើងត្រូវរួមគ្នាគិតដែរហ្នឹងសម្រាប់ប្រជាពលរដ្ឋហើយអាជ្ញាធរឬក៏ស្ថាប័នពាក់ព័ន្ធគួរតែគិតឲ្យមួយចំណុចធំមួយទៀតយើងត្រូវគិតសម្រាប់រយៈពេលវែងដែរក្រសួងស្ថាប័នពាក់ព័ន្ធត្រូវជំរុញឬក៏ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងឡាយហ្នឹងឲ្យការដាំដុះជាពិសេសក្រសួងកសិកម្មទីហើយអ្នកងារតាមស្រុកតាមឃុំហ្នឹងគួរជំរុញចលនាដាំដុះដែលកសិផលណាតូចតាចជាលក្ខណៈគ្រួសារឲ្យបានការជាប់លាប់ឲ្យបានជាប្រចាំណាហើយជំរុញទៅអានឹងយើងអាចយកប្រើប្រាស់ផ្ទៃក្នុងនៅកម្ពុជាយើងមិនមែនតែដាំមិនគិតដល់ទៅការនាំចេញទេយើងគិតទៅរឿងការប្រើប្រាស់ហើយយើងសំចៃបានច្រើនដែរពីការយើងមានខ្លួនយើងវាលើកលែងតែតំបន់ឬក៏ផ្ទះជាជនខ្លះតែគាត់មិនមានspace មិនមានកន្លែងដីធ្លីសម្រាប់ដាំណាបាទនឹងយើងមិនថាម៉េចទេប៉ុន្តែបើសម្រាប់ជាទូទៅគឺយើងប្រទេសណាដែលអាចមានលទ្ធភាពយើងគួរធ្វើទៅបាទហ្នឹងក៏ជួយសំចៃថាវិការផងដែរបាទអញ្ចឹងយើងតិចម្នាក់ទូទាំងប្រទេសទៅច្រើនដែរបាទមួយទៀតខ្ញុំចង់បញ្ជាក់បន្ថែមណាបើសិនជាយើងរដ្ឋាភិបាលសម្រាប់មន្ត្រីរាជការក៏ដូចគ្នាដែរគួរយើងមានធានការខ្លះៗដែរខ្ញុំឃើញនៅប្រទេសហ្វីលីពីនគេប្រកាសប្រឹងមិញហ្នឹងគឺខាងរាជការហ្នឹងគេឲ្យមន្ត្រីគេទៅធ្វើការតែ4ថ្ងៃវិញបាទដើម្បីទប់ស្ថានភាពបច្ចុប្បន្នហ្នឹងមួយរយៈបាទហើយកិច្ចការខ្លះឲ្យបញ្ចប់ទៅតាមប្រព័ន្ធបច្ចេកវិទ្យាតាមអនឡាញតាមអីហ្នឹងទៅដើម្បីកុំឲ្យការចាយវាយចំណាយទៅលើថ្លៃប្រេងហ្នឹងវាខ្ពស់ណាបាទហើយគម្រោងកម្មវិធីអីមួយចំនួនដែលប្រើប្រាស់មធ្យោបាយក៏ប្រេងរបស់សន្តិប្រេងច្រើនហ្នឹងក៏ត្រូវបានកាត់បន្ថយខ្លះដែរអាហ្នឹងក៏ជាគោលការណ៍មួយដែលរដ្ឋយើងគួរតែគិតដែរបើសិនណាយើងអត់បានគិតវាទៅហើយបាទស្ថានភាពហ្នឹងចេះទៅបាទអញ្ចឹងជាយោបល់ខ្ញុំទេហើយចំណែកបុគ្គលមួយចំនួនដែលគាត់
mình ăn vót cho nó chỉ riêng có khó có mình là phía vận tải thì mình chạy tha để về khác mình lùi hết rồi tình mặt bàn thế bà mình lùi hết rồi tình mặt bàn thế khi mà khởi chân thà mình thầm mình lùi tình như vậy với bàn sập khúc lại na có bán mẹ đấy mà mình lùi hết rồi tình mặt bàn từ tiệt để cả này đây để về khác dương từ bọn khác mình lùi hết rồi cái lại lụt ở đây phụ chiếc bắt ở hai cái làm mà cho đúng cái bắt là chẳng như mình lùi hết cái tình gì nè bà thì dương tình chùm này nhầm giống đó công tham tình bàn cục tình cái này ở tầm miền lùi vừa ai vừa với bàn thằng họ mẹ đấy cái bài đó miền lùi hết rồi tinh ở với nhầm mình bán đấy tinh nó bỏ một prai mình bán nó còn miền này